chiều tam đòn pleu con chiều mà đôi chiều vật nẹt pha ngày đi chiều mà tô từ vinh chiều lần từ vinh mình đây chiều vật nẹt từ vinh sắp sắp bài đi nè mơ từ sự hiệp nơi lớp nóng à oh shit man shit mà từ sự hiệp om chỉ muốn năngอาการสถิตอย่างเจี๊ยบติดโอ้เชียดมองก่อนดับเล่งแต่เชิงเตยเฮาnhưng mà anh hai ở đó nhiều mai chợ trai cứ vừa đi có mày mau mới tì bộ nhưng mà đại chị là chị ngái như cái chị được tìm mùi dần nhầm nhầm mấy về chân tới nhưng mà trai bé vừa đi hiểu dù đại tôi còn tại an từ đó mình thay cho lời say cái mày cái sân đừng vậy như biết luôn là đừng ca chị bây giờ sau những tân này xem những cái tân đài cắt hồi người trái đá mà tin nó đi ngay tới trái đài xong rồi anh lấy nhưng mà điệp trong tranh lần nào tới có mùi xôn này thì trong đằng thay nhóm ai trai bê và lia và màn máu tùm lum tại đòn nổ to đầm này chỉ muốn dùng được let's go nhưng mà đó là vót vâng là bơ cái hai thằng vót bằng tới bên tay nhưng mà đừng chung đừng thay cái hai quả đại tết ngay ra hơi bong ôn ơi cầu pin đây hai rừng nơi chim xa anh á có sa mạc bỏ tạo cầu pin đây hai rừng nơi ra hơi oh so cold man em nhưng chỉ mà này để chạy sưu mình tên vì khó khăn ngay mình đến á bởi dân thiệp chỉ mỗi lần dân chi về lần nhét nhá của dân chi về lần nhét đi hiện cái đàiอาการสถิตอดทำหายพอโดยเป็นประกาศตัวtrong óc chảoแต่เลยจากชุดต่อตัวจังไปเห็นสูงละไม่สูงเดียวหลับได้สวยเจ็ดจากตัวโอ้ตัวนี้กลัวเหมือนเต้นมองบนฮ่าชิตแต่เป็นแบรนด์ที่เขาประสานสมัยเยอะดิสมัยตัวคนนั้นเยอะแต่ยังไม่ได้ปีตัวบ้านเอาอีกทุกเชิงแกได้ไปอีกทุกรวมตารางมาดาวเลยช่างได้เชิงmới tới thô mà đa đây là bây đà chỉ tới mình thô mà đa ok lang màu đào tù lấy mình chạy lên sang tên sừng khâm tha chắc tuôn đi vĩnh nhưng mình cùng làng mà mình ô mà đó là sẽ là bạn thầm sức xa bia sọc từng trăng ấy yeah hay đó
តែពេលយើងត្រូវចោះទូលឡើងទៅវិញហ្នឹងនៅពេលដែលបានចាស់ទូលម្ដងអូ so cool man ជាតិហ្មងបើចាំធាក់ក៏ទៅដែរជើងអត់ជើងខានខ្ញុំអត់ដែរជីផ្លូវឆ្ងាយទេហើយនេះគឺជាលើកទី1សម្រាប់ខ្ញុំអីយ៉ាបើចឹងទៅវារៀងហត់ដែរប៉ុន្តែយើងមិនមែនថាពិបាកប៉ុន្តែយើងធ្វើអត់បានទេពិបាកប៉ុន្តែយើងអាចធ្វើបានចាមនុស្សគ្រប់គ្នាអាចធ្វើបានអូឈៀតមែនទេCon đã lên chơi rồi, rồi, sao? Ồ, này gặp đây. Đây nè đó, mà đó là tôi cô đấy. Đây, nhưng mà cái lại là bay breakfast ដោយសារខ្ញុំចេញពីផ្ទះមកអត់ដល់បានញ៉ាំអីទេយ៉ាហើយខ្ញុំគិតថាទេសភាពនៅកន្លែងនេះស្អាតអញ្ចឹងនៅពេលដែលយើងបន្ថែមជាមួយនឹង breakfast របស់យើងទៀតវាកាន់តែឆ្ងាញ់ជាមួយនឹងទេសភាពដ៏ខៀវខ្ចីអានេះប៉ុន្តែនេះមិនមែនពួកខ្ញុំយកមកពីផ្ទះទេណាពួកខ្ញុំយកនៅកន្លែងនេះឯងឃើញតំណងក៏ដាក់សម្រាប់យើង breakfast អីចឹងណាយ៉ាហើយអមជាមួយនឹងទេសភាពបែបនេះទៀតណាអូអាហារមួយព្រឹកហ្នឹងវាបន្ថែមរសជាតិកាន់តែឆ្ងាញ់ហើយវាថែមទាំងមានអត្ថន័យសាច់ខ្មៅប្រទាក់សាច់ខ្មៅនេះតោះឥឡូវយើងរៀបចំ breakfast breakfast របស់យើងក៏មានអីច្រើនដែរមានតែនំប៉័ងមួយដុំពីរដុំហើយនឹងបាយមកកញ្ចប់ប៉ុណ្្នឹងឯងខ្ញុំអត់ហ៊ានហូបឆ្អែតទេដោយសារតែយើងធាក់កង់ណាបើអញ្ចឹងទៅនៅពេលដែលយើងហូបឆ្អែតទៅក៏វារំខានដល់ការធាក់កង់របស់យើងដែរយ៉ាបើអញ្ចឹងខ្ញុំក៏សម្រេចទិញនំប៉័ងដើម្បីធ្វើជាអាហារពេលព្រឹកឬក៏អាហារសម្រន់ហ្នឹងឯងមកហូបនំប៉័ងជាមួយខ្ញុំអាហារពេលព្រឹកនេះគឺជាពេលព្រឹកសម្រាប់អ្នកធ្វើដំណើរគឺចេះអ្នកដែលជិះកង់ឬបោះតង់ចូលព្រៃឡើងក្នុងអីហ្នឹងនេះគឺជាអាហារល្អបំផុតសម្រាប់ពួកគាត់ហើយងាយស្រួលដាក់មួយម៉ាត់មើលអូជាតិសំខាន់រសជាតិវាឆ្ងាញ់ហើយវាងាយស្រួលនៅក្នុងការយកតាមខ្លួនណាយើងគ្រាន់តែយកមកហែកទៅហាំយកមករួចមកពេលអញ្ចឹងងាយស្រួលមែនតើវាដូចយើងខ្ចប់បាយខ្ចប់អីបើមិនយើងខ្ចប់បាយខ្ចប់អីទៅវាអាចក្លែកខ្លាក់ពេញហ្នឹងឯងជាតិមានតែដោះគោខ្ញុំញ៉ាំអាហារព្រឹកហ្នឹងហើយទៅទៀតខ្ញុំញ៉ាំអាហារពេលព្រឹកហើយខ្ញុំសម្រាកបន្តិចសិនដោយសារឥឡូវខ្ញុំនៅទួលពោអញ្ចឹងវាអាចច្រើនគីឡូដែរហត់ដែរអញ្ចឹងខ្ញុំសម្រាប់ Dixon ចង់ទុនជង្គង់ទេសភាពស្អាតខៀវខ្ចីសាច់ខ្មៅនៅចាំចាស់វាហូបអីសិនហើយនៅពេលដែលយើង
ហូបហើយអស់អញ្ចឹងយើងនៅសល់plastic ឬក៏សម្រាមយើងអាចញាត់ដាក់នៅក្នុងកាតាបយើងបានអានេះយើងអាចញាត់ដាក់កាតាបបានដើម្បីយកទុកយកទៅចោលនៅកន្លែងធុងសម្រាមណាមួយនៅពេលដែលអ្នកទាំងអស់គ្នាធ្វើបែបនេះគ្រប់គ្នាខ្ញុំជឿថាកន្លែងណាក៏ដោយក៏អត់មានសម្រាមដែរហើយបរិស្ថាននឹងស្អាតទាំងអស់ហ្មងមិនថានៅតាមទីវាលឬក៏នៅក្នុងតំបន់ទេសចរនោះទេជាពិសេសខ្ញុំឃើញនៅក្នុងតំបន់ទេសចរអីកន្លែងខ្លះស្អាតមែនទែនប៉ុន្តែទោះតែបន្តិចគ្នាយើងអ្នកខ្លះគាត់ហូបហើយប៉ុន្តែគាត់បែរជាអត់យកសម្រាមទៅទុកដាក់នៅកន្លែងធុងសម្រាមអីចឹងណាជាបើចឹងអាកន្លែងហ្នឹងក៏វាធ្វើឲ្យប៉ះពាល់ទៅដល់តំបន់ទេសចររបស់យើងដែរអញ្ចឹងយើងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងនៅពេលដែលហូបអីហើយជាយាមយកទុកដាក់សម្រាមឲ្យបានត្រឹមត្រូវចូលរួមទាំងអស់គ្នាដើម្បីបរិស្ថានយើងទាំងអស់គ្នា Oh there's a peep so cool man តោះឥឡូវខ្ញុំហូបអីហើយរកទឹកផឹកសិនហើយយើងបន្តដំណើរទៅមុខទៀតយើងបដាទៅព្រោះយើងធាក់កង់អត់ទាន់បានអត់ទាន់កើតយើងហូបអីហើយមួយទៀតយ៉ាងទុនជង្គង់ហើយអញ្ចឹងដំណើររបស់ខ្ញុំហ្នឹងយើងធ្វើពីស្ពឺយើងធ្វើដំណើរចេញពីស្ពឺមកដល់ទូលពោតនេះវាចូល20គីឡូអញ្ចឹងខ្ញុំចាយពេលរហូតទៅដល់1ម៉ោងឯណោះទម្លាប់តែមកដល់នេះអញ្ចឹងខ្ញុំអាចទៅដល់ស្ទឹងត្រង់ខ្ញុំគិតថាខ្ទង់1ម៉ោងកន្លះអីហ្នឹងខ្ញុំចាយពេលផ្ទះមកអញ្ចឹងអាចខ្ទង់នឹងឯងបដាវាបន្តិចសិនហើយនៅពេលដែលជើងខ្ញុំរៀងអន់ថយទៅជាងធាក់វិញខ្ញុំទៅហូបអីហើយជឹងខ្ញុំអត់សូវហ៊ានធាក់ប្រហែលទេខ្លាចនៅពេលដែលហត់កាន់តែខ្លាំងទៅវាអាចធ្វើឲ្យយើងប្រមាថធាក់កង់យ៉ាងចឹងខ្ញុំសម្រេចថាបដាកង់សិនដំណងតែយើងអាចធាក់កង់វិញបានទេសភាពខៀវខ្ចីស្អាតមែនទេដោយសារនៅក្នុងតំបន់នេះគេធ្វើស្រូវគេហៅថាស្រូវប្រាំងឬក៏យើងអាចហៅមួយយ៉ាងទៀតថាស្រូវ3ខែស្រូវនេះរយៈពេល13ខែវានឹងពេញផលមកឲ្យយើងវិញហើយដោយសារនៅតំបន់នេះគឺមានទឹកគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់ទៅលើដំណាំប្រភេទស្រូវ3ខែនេះឬក៏ស្រូវប្រាំងហ្នឹងឯងហើយ Oh so cool man ស្អាតមែនទេអូខេខ្ញុំជិះបន្តដំណើរទៅទៀតដើម្បីឲ្យឆាប់ទៅដល់គោលដៅដោយសារខ្ញុំចង់ដល់ទៅនោះទៅអង្គុយនៅកន្លែងកាហ្វេអីចឹងយើងចូលកន្លែងកាហ្វេទៅហើយយើងសម្រាកនៅហ្នឹងអីចឹងណាខ្ញុំមកដល់រង្វង់មូលមៀកខ្ញុំមកដល់រង្វង់មូលខាងមៀកហើយអញ្ចឹងនៅសល់តែប្រហែលគីឡូទៀតទេខ្ញុំអាចនឹងទៅដល់គោលដៅរបស់ខ្ញុំហើយខាងទួលវិញអូទួលហ្នឹងរៀងពោះដែរហ្នឹងអាចនឹងមកទុនជង្គង់ដែរហ្នឹងហើយវារៀងខ្ពស់គួរសមនៅពេលដែលយើងធាក់កង់ណាជាក់ស្រួលមែនតើលហើយស្រួលមកនៅតំបន់នេះវាតែជាក់ដោយសារគេដាំជាប្រភេទកស៊ូពេលចឹងទៅវាតែជាក់ស្រួលមែនតើខ្ញុំមកដល់ស្តុកស្ទឹងត្រង់ហើយជាងយើងនៅសល់តែ1គីឡូទៀតទេខ្ញុំនឹងទៅដល់គោលដៅរបស់យើងត្រឹមតែ1គីឡូទៀត
យើងនឹងដល់គោលដៅឲ្យលឿនទៅព្រម stop យើងដល់គោលដៅហើយស្ពានស្ទឹងត្រង់ខ្ញុំចូលកាហ្វេតិចសិនខ្ញុំចូលសម្រាប់ដោយសារហត់ចកជើងមែនដែរខ្ញុំរកកាហ្វេចូលដើម្បីសម្រាប់នៅនឹងអត់ដែរអត់ទេបាទយកសម្រាប់មកចោលហត់សួស្តីបងមកណែផឹកអីគេកាហ្វេពុជអូមកចាំអូតែជាក់ស្រួលមែនតើធាក់កង់មកហត់ចង់ជើងអូមកដល់ហើយតែជាក់សឹកមកសុំតែម្លិះក្រូចឆ្មាមានដែរអូជោគជ័យនៅក្នុងការជិះកង់មកបរាជ័យនៅក្នុងការផឹកទ្រីងឥឡូវមានអីខ្លះតែបៃតងហើយនឹងម៉ាឆាឡាតេមានអីបែបលក្ខណៈរៀងជូរហើយបើសិនជាយើងឆុងនេះត្រូវពេលរយៈពេលអាចប្រហែលអូខេអញ្ចឹងខ្ញុំអាចចាំបានខ្ញុំនៅខាងក្រោយអាចធ្វើបានដែរអូខេទូទាត់ឲ្យហើយមួយហើយនឹងកូនគាត់ផឹកអីទៀតកាហ្វេអាចធ្វើបានដែរអូខេអញ្ចឹងកាហ្វេមួយហើយនឹងយ៉ាងតែចង់ទៅក្រៅនៅក្នុងនេះតិចតែខ្ញុំចង់ទទួលបរិយាកាសនៅខាងក្រៅអូខេអ្នកនរគ្នាឥឡូវខ្ញុំមកដល់ស្ទឹងត្រង់ខ្ញុំចាយពេលរយៈពេល1ម៉ោងកន្លះឥឡូវម៉ោង7:30នាទីអញ្ចឹងវាអូខេម៉ោង6គត់ហើយមកដល់នេះម៉ោង7កន្លះអញ្ចឹងខ្ញុំចាយពេល1ម៉ោងកន្លះតម្រូវតែជិះមកដល់នេះយ៉ាវារៀងយូរគួរសមដែរដោយសារខ្ញុំមិនដែលជិះផ្លូវឆ្ងាយហើយនេះវាជាលើកទី1សម្រាប់ខ្ញុំហើយដាក់លើតុអរគុណខ្ញុំអត់ទាន់ហ៊ានដាក់កាហ្វេទេដោយសារតែព្រឹកពេកមិនចឹងដាក់តែជំនួសជាអមមួយនឹងទេសភាពបាត់នេះទៀតជាគេអ្នកនរគ្នាខ្ញុំបន្តដំណើរទៅមុខទៀតខ្ញុំហួសទៅខាងស្វាយឃ្លាំងអាចខ្ទង់5-10គីឡូអញ្ចឹង15គីឡូវាឆ្ងាយគួរសមដែរអញ្ចឹងខ្ញុំរកទៅសម្រាប់នៅកន្លែងនេះពួកកន្លែងនេះយើងមានកន្លែង
សម្រាប់សាច់ខ្មែរយើងវិញហើយដល់កម្លាំងទៅខ្ញុំអាចចាយពេលខ្ទង់ខ្ញុំគិតថាខ្ទង់កន្លះម៉ោងអាចនឹងទៅដល់ស្វាយឃ្លាំងដែរអញ្ចឹងវាយ៉ាងចិត្តដែរទេនេះគឺជាទឹកទន្លេធំមែនដែរហើយទឹកខែនេះវាថ្លាវាអត់ដូចទឹកខែឡើងណាបើសិនជាទឹកឡើងវាយើងបន្តដំណើរទៅមុខទៀតយើងសម្រាប់តែប៉ុណ្្នឹងបានហើយដើម្បីឆាប់ដល់គោលដៅរបស់យើងមូលកន្លែងនេះខ្ញុំគិតថាបន្តិចទៀតអាចនឹងស្អាតជាងហ្នឹងដោយសារគេចាប់ផ្ដើមដាំផ្កានៅក្នុងរីវ៉េហ្នឹងនៅក្នុងជុំវិញហ្នឹងពេលចឹងទៅវាធ្វើឲ្យកន្លែងនេះវារឹតតែស្អាតបន្តទៀតអូខេនៅ5គីឡូទៀតខ្ញុំនឹងទៅដល់ស្វាយឃ្លាំងហើយនៅ5គីឡូទៀតអញ្ចឹង5គីឡូនេះវាចិត្តដែរដោយសារបើយើងគិតពីផ្ទះចឹងមកយ៉ាចិត្តដល់គោលដៅហើយនៅតែ5គីឡូទៀតទេយើងនឹងទៅដល់គោលដៅអូខេអ្នកនរគ្នាឥឡូវខ្ញុំមកដល់ស្វាយឃ្លាំងហើយខ្ញុំបើគិតពីផ្ទះខ្ញុំមកគិតពីស្ពឺមកវាចូល45គីឡូ45គីឡូដីហើយខ្ញុំមកដល់ស្វាយឃ្លាំងនេះចូលម៉ោង9:20នាទីដោយសារខ្ញុំមកហ្នឹងខ្ញុំសម្រាកនៅកាហ្វេដែរនៅស្ពានស្ទឹងត្រង់ដែរអញ្ចឹងអាចថា45គីឡូហ្នឹងខ្ញុំចាយពេលខ្ទង់2ម៉ោងខ្ទង់2ម៉ោងមកដល់នេះអូ shit វាខ្ញុំ complete ប៉ុណ្្នឹងហើយអរគុណបងប្អូនទាំងគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបានទឹកត្រជាក់ទៀតប្រូនេះដល់ម៉ោងបាយហ្គេម